ថ្ងៃនេះយើងនឹងលើកយកតួអង្គមេដឹកនាំមួយរូបដែលជាសសស្ដំដ៏មានឥទ្ធិពលនៅដើមសម័យសាមកុកគឺយិនសាវដែលជាគូប្រជែងដ៏ធំបំផុតរបស់ឆាវឆាវហើយយើងនឹងលើកយកមើលពិនិត្យជីវិតនិងទស្សនៈរបស់គាត់ដោយដែលបានបង្ហាញក្នុងរឿងសាមកុកនៅក្នុងឆ្នាំ2010 1. ប្រវត្តិត្រួសរបស់យិនសាវគឺជាមនុស្សសំណាងលើសគេតាំងពីកំណើតគាត់ជាកូនចៅនៃត្រកូលយានដ៏ល្បីល្បាញដែលមានមន្ត្រីជាន់ខ្ពស់4ចំនួនបន្តបន្ទាប់គ្នានៅក្នុងរាជវាំងហានគាត់មានទំនាក់ទំនងល្អជាមួយនឹងអ្នកដឹកនាំល្បីៗតាំងពីក្មេងរួមទាំងឆាវឆាវផងដែរនៅក្នុងរឿងឆ្នាំ2010យិនសាវត្រូវបានបង្ហាញជាមេដឹកនាំដែលមានអភិជនហឺហាមានទាហាននិងធនធានច្រើនជាងមេដឹកនាំណាទាំងអស់នៅភាគខាងជើងមេដឹកនាំសម្ព័ន្ធមិត្តប្រឆាំងនឹងតុងជួចំណុចសំខាន់ដំបូងក្នុងប្រវត្តិសាស្ត្ររបស់យិនសាវគឺជាការដឹកនាំសម្ព័ន្ធមេដឹកនាំតំបន់ដើម្បីប្រឆាំងនឹងមេទ័ពផ្ដាច់ការតុងជួដែលបានកាន់កាប់រាជធានីនិងគ្រប់គ្រងឯករាជ្យហានយិនសាវត្រូវបានជ្រើសរើសជាមេដឹកនាំដោយសារតែកិត្តិយសគ្រួសារនិងឥទ្ធិពលរបស់គាត់ទោះជាយ៉ាងណាក៏ដោយសម្ព័ន្ធមិត្តនេះមិនបានជោគជ័យក្នុងការកម្ចាត់តុងជួនោះទេដោយសារតែការមិនចុះសម្រុងផ្ទៃក្នុងហើយយិនសាវខ្លួនឯងក៏បានបង្ហាញពីភាពរារែកនិងមិនដាច់ស្រេចក្នុងការសម្រេចចិត្តវាយប្រហារដ៏សំខាន់ដែលនាំឲ្យសម្ព័ន្ធមិត្តបែកបាក់គ្នាការត្រួតត្រាភាគខាងជើងក្រោយពេលសម្ព័ន្ធមិត្តរលាយិនសាវបានពង្រីកឥទ្ធិពលរបស់ខ្លួនយ៉ាងឆាប់រហ័សដោយកាន់កាប់ខេត្តធំជាច្រើននៅភាគខាងជើងនៃប្រទេសចិនដូចជាជីជើជាដើមគាត់បានប្រមូលផ្ដុំអ្នកយុទ្ធសាស្ត្រនិងមេដឹកនាំដ៏មានសមត្ថភាពជាច្រើនដូចជាធៀនហ្វឹងជើស៊ូយិនលៀងនិងវិនឆៅនៅក្នុងរឿងសាមកុកឆ្នាំ2010យិនសាវត្រូវបានបង្ហាញជាមេដឹកនាំដែលមានកងទ័ពធំជាងគេនិងធនធានច្រើនជាងគេក្នុងចំណោមមេដឹកនាំទាំងអស់នៅក្នុងសមរភូមិខ្វាន់ទូនិងមរណភាពចំណុចវិនាសកម្មរបស់យិនសាវគឺនៅសមរភូមិខ្វាន់ទូក្នុងឆ្នាំ200នៃគ្រិស្តសករាជដែលគាត់បានដឹកនាំទ័ពជាង 10,000 នាក់វាយប្រហារទៅលើឆាវឆាវដែលមានទ័ពតិចជាង10 ដងភាពរារែករបស់យិនសាវក្នុងការសម្រេចចិត្តស្ដាប់ដំបូន្មានរបស់ទីប្រឹក្សាស៊ូយើដែលបានប្រមានគាត់ពីការវាយលុកឃ្លៀងស្បៀងនៅអ៊ូចៅគឺជាកំហុសដ៏ធ្ងន់ធ្ងរបំផុតឆាវឆាវបានឆ្លៀតឱកាសវាយបំបែកឃ្លៀងស្បៀងនៅអ៊ូចៅនេះដែលធ្វើឲ្យទ័ពរបស់យិនសាវបាត់បង់ស្មារតីហើយបរាជ័យទាំងស្រុងយិនសាវបានទទួលមរណភាពដោយជំងឺ2 ឆ្នាំក្រោយមកបន្សល់ទុកនៅនគរឲ្យកូនប្រុសរបស់គាត់ដែលមិនចុះសម្រុងគ្នាទីបំផុតត្រូវបានឆាវឆាវលេបត្របាក់ទាំងស្រុងបាន2. ទស្សនៈសំខាន់ទាំង10ឃ្លារបស់យិនសាវទស្សនៈរបស់យិនសាវមិនសូវល្បីល្បាញដូចឆាវឆាវឬលីប៉ៃនោះទេប៉ុន្តែវាបង្ហាញពីការគិតរបស់មេដឹកនាំម្នាក់ដែលមានធនធានច្រើនអំណូតតែខ្វះភាពដាច់ស្រេច 1. ការដឹកនាំនគរត្រូវពឹងផ្អែកទៅលើកិត្តិយសគ្រួសារនិងភាពហ៊ឺហាមិនមែនល្បិចកលតូចតាចនោះទេឃ្លានេះបង្ហាញពីការយល់ច្រឡំថាគ្រឹះគ្រួសារនិងឋានៈខ្ពង់ខ្ពស់សំខាន់ជាងសមត្ថភាពយុទ្ធសាស្ត្រ 2. កងទ័ពធំនិងធនធានដ៏សម្បូរបែបនឹងយកឈ្នះលើគូប្រជែងដែលមានទ័ពតិចដោយខ្លួនឯងឃ្លានេះគឺបង្ហាញពីភាពជឿជាក់លើបរិមាណធនធាននិងចំនួនទ័ពដោយមើលរំលងសារៈសំខាន់នៃគុណភាពនិងយុទ្ធសាស្ត្រ 3. ទីប្រឹក្សាត្រូវតែផ្ដល់ដំបូន្មានដែលធ្វើឲ្យខ្ញុំសប្បាយចិត្តមិនមែនដំបូន្មានដែលធ្វើឲ្យខ្ញុំបារម្ភនោះទេឃ្លានេះបង្ហាញពីភាពមិនព្រមទទួលយកការរិះគន់ឬដំបូន្មានពីអ្នកក្រោមបង្គាប់ដែលជាកត្តានាំឲ្យបរាជ័យ 4. ការធ្វើសង្គ្រាមត្រូវមានភាពថ្លៃថ្នូរមិនត្រូវប្រើល្បិចបោកប្រាស់ដោយឆាវឆាវនោះទេឃ្លានេះគឺការបង្ហាញពីការប្រកាន់ខ្ជាប់នៅភាពថ្លៃថ្នូរហួសហេតុក្នុងសមរភូមិដែលធ្វើឲ្យបាត់បង់ឱកាសសំខាន់ 5. តើយើងត្រូវខ្លាចអ្វីទៀត
មេដឹកនាំខ្លាំងៗរបស់ខ្ញុំដូចជាយិនលៀងនិងវិនឈៅអាចយកឈ្នះពិភពលោកនេះបានឃ្លានេះបង្ហាញពីភាពអំណូតដែលពឹងផ្អែកទៅលើសមត្ថភាពបុគ្គលរបស់មេដឹកនាំមួយចំនួនដោយមិនគិតគូរដល់ភាពយឺតយ៉ាវរបស់ខ្លួនឯងនោះឡើយ 6. នៅពេលមានបញ្ហាធំកុំប្រញាប់សម្រេចចិត្តការរងចាំគឺជួនកាលជាយុទ្ធសាស្ត្រដ៏ល្អបំផុតការបកស្រាយពីភាពរារែករបស់គាត់ថាជាយុទ្ធសាស្ត្រដែលចុងក្រោយបង្អស់បានបំផ្លាញខ្លួនឯង 7. ភាពបរាជ័យមិនមែនមកពីការសម្រេចចិត្តខុសនោះទេគឺមកពីវាសនាបង្ហាញពីភាពមិនទទួលខុសត្រូវនិងការទម្លាក់កំហុសទៅលើជោគវាសនាបន្ទាប់ពីការចាញ់នៅខ្វាន់ទូ 8. ដើម្បីឲ្យនគរមានស្ថិរភាពមេដឹកនាំត្រូវតែរក្សាតុល្យភាពរវាងកូនប្រុសទាំងអស់ទស្សនៈនេះបង្ហាញពីបរាជ័យក្នុងការជ្រើសរើសអ្នកស្នងតំណែងច្បាស់លាស់ដោយព្យាយាមផ្គប់ចិត្តគ្រប់ភាគីដែលនាំឲ្យមានការបែកបាក់ក្រោយមរណភាព 9. រឿងសុខភាពគ្រួសារគឺសំខាន់ជាងការវាយប្រហារលើខ្មាំងសត្រូវទស្សនៈនេះបង្ហាញពីការសម្រេចចិត្តខុសឆ្គងបំផុតរបស់គាត់គឺការបោះបង់ឱកាសវាយប្រហារឆាយដោយសារកូនប្រុសឈឺ 10. មេដឹកនាំដែលកើតក្នុងត្រកូលល្បីមិនចាំបាច់ទៅពឹងផ្អែកទៅលើអធិរាជខ្សោយនោះទេទស្សនៈនេះបង្ហាញពីភាពរំលងឱកាសដើម្បីការពារអធិរាជហានដែលជាកំហុសដ៏ធំដោយសារតែគាត់មើលឃើញតែផលប្រយោជន៍ផ្ទាល់ខ្លួនសូមបញ្ជាក់ផងដែរថាយានសាវគឺជាតួអង្គដែលបង្ហាញពីអំណាចនៃសក្តានុពលខ្ពស់ប៉ុន្តែត្រូវបានបំផ្លាញដោយចរិតលក្ខណៈអន់ខ្សោយក្នុងរឿងសាមកុកឆ្នាំ2010ជីវិតរបស់គាត់គឺជាការរំលឹកថាភាពរារែកភាពអំណូតនិងការមិនស្ដាប់ដំបូន្មានល្អៗគឺជាគ្រោះថ្នាក់ដ៏ធំជាងសត្រូវនៅសមរភូមិទៅទៀតសូមអរគុណដែលបានចំណាយពេលស្ដាប់ការរៀបរាប់អំពីប្រវត្តិនិងទស្សនៈរបស់មេដឹកនាំយិនសាវនាពេលនេះសូមជួបគ្នានៅពេលក្រោយទៀតសូមអរគុណ